ចាប់ផ្ដើមកាត់តង់ UV ខ្មៅទីតែពុកម៉ែបងប្អូនទាំងអស់គ្នាចាវីដេអូនេះបងអូនថតនៅថ្ងៃទី25ខែ10 2025ម៉ាថ្ងៃនេះគឺសម្បូរមែនតើចាជាមួយនឹងភ្ញៀវដែលគាត់កំងតង់ UV ពណ៌ខ្មៅយកទៅប្រើប្រាស់ហើយຂະຫນាតដែលកំពុងធ្វើការវាស់ហ្នឹងគឺຂະຫນាត9គុណជាមួយនឹង12ម៉ែត្រកម្ពស់3តឹកភ្ញៀវឲ្យបងអូនដេលើច្រៀងអាងចាអញ្ចឹងចំពោះតង់ពុកម៉ែបងប្អូនអាចកំងຂະຫນាតបានចាព្រោះខាងបងអូនគឺកាត់ដេទៅតាមតម្រូវការរបស់អតិថិជនចាអញ្ចឹងចំពោះຂະຫນាតគឺអាចកំងបានចាចង់បានຂະຫນាតប៉ុណ្ណាក៏ខាងបងអូនធ្វើជូនបានទាំងអស់ដែរដោយសារតែខាងបងអូនមានម៉ាស៊ីនអូតចាតូចធំគឺធ្វើបានទាំងអស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការប្រើប្រាស់តង់ចាធ្វើជារៀងអាងចំត្រីដាំជ័រសូឡាឬក៏យកទៅក្រាបអាឡាយតូចធំយកទៅក្រាបស្រះគឺកំងបានទាំងអស់ចាហើយចំពោះតង់ដោយបងអូនបញ្ជាក់អញ្ចឹងចា2ម៉ែត្រមានតំណមួយ2ម៉ែត្រមានតំណមួយហើយពាក់ព័ន្ធជាមួយនឹងតំណពុកម៉ែបងប្អូនកុំភ័យខ្លាចថាជ្រាបទឹកដោយសារតថ្នេអ៊ុតឬក៏គេហៅតំណហ្នឹងគឺយើងអ៊ុតដោយម៉ាស៊ីនចាមិនមែនដេដោយដៃទេចាអញ្ចឹងគឺអត់មានបញ្ហាជ្រាបទឹកឡើយចាបងប្អូនអាចមើលជាក់ស្ដែងបានចាដោយសារតង់គឺអត់មានមុខកាត់ធំទាំងម្ដងទេចាគឺមានតែមុខកាត់2ម៉ែត្រ2ម៉ែត្រទេគ្រប់ប្រភេទតង់ទាំងអស់ចាគ្រាន់តែថាតង់ខ្លះមានមុខកាត់1ម៉ែត្រកន្លះឬក៏តូចជាងនឹងអញ្ចឹងទៅចាតែបើខាងប្អូនគឺមុខកាត់វា2ម៉ែត្រទាំងអស់មិនថាតង់ UV ឬក៏តង់កូរ៉េទេគឺមុខកាត់របស់វាគឺ2ម៉ែត្រទាំងអស់ចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងតម្លៃពុកម៉ែបងអាចធ្វើការឆាតស៊ូបានចាអត់ទាន់ទិញក៏ខាងបងអត់ថាអីដែរអរគុណច្រើន